មេដាយពលរដ្ឋជាង300គ្រួសារដឹងហើយហៅឲ្យសម្ដេចតេជោហ៊ុនសែនជួយដល់ពួកគាត់ផងសហការឧបត្ថម្ភដោយបរិយ LV ធានាគុណភាពខ្ពស់ស្តង់ដារនិងតម្លៃដើម្បីសុភមង្គលគ្រួសារអ្នកហាងលក់ម៉ូតូហ៊ុនសុកហេងមានសេវាកម្មបង់រំលោះម៉ូតូគ្រប់ប្រភេទគ្មានប្រាក់កក់ទំនុកចិត្តមាននៅទីនេះនៅព្រឹកថ្ងៃច័ន្ទ12ខែមករាឆ្នាំកោឯកស័ក2563ត្រូវនៅថ្ងៃទី23ខែធ្នូឆ្នាំ2019ស្នាមមេដាយពលរដ្ឋជាង300គ្រួសារនិងពលរដ្ឋ4គ្រួសារទៀតដែលមានដីនៅចំណុចខាងលិចគល់ស្ពានស្នាយពុលស្ថិតនៅក្នុងភូមិពីរាំងឃុំរៀបស្រុកពីរាំងខេត្តព្រៃវែងស្នើសុំឲ្យសម្ដេចតេជោហ៊ុនសែនជួយដល់ពួកគាត់ផងពលរដ្ឋរស់នៅភូមិពីរាំងឃុំរៀបទាំងអស់នោះបានលើកឡើងថាពួកគាត់មានរឿងដីប្រឡាយសាធារណៈរបស់រដ្ឋជាង10ឆ្នាំមកហើយពួកគាត់ស្នើសុំដល់ខាងអាជ្ញាធរភូមិឃុំស្រុកខេត្តឲ្យជួយដោះស្រាយជូនពួកគាត់ដើម្បីស្ដារប្រឡាយដាក់លូបង្ហូរទឹកសម្រាប់ពួកគាត់ធ្វើស្រែចម្ការនិងចាក់ដីសម្រាប់ធ្វើផ្លូវចេញចូលទៅស្រែចម្ការរបស់គាត់តែផ្ទុយទៅវិញខាងអាជ្ញាធរទាំងអស់នោះមិនបានដោះស្រាយជូនពួកគាត់នោះទេបែរជាឲ្យពួកគាត់ទិញដីប្រឡាយដែលជាសម្បត្តិសាធារណៈរបស់រដ្ឋទៅវិញផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលពលរដ្ឋគឺជាម្ចាស់សន្លឹកឆ្នោតពួកគាត់ខិតខំស្វែងរកអ្នកជួយគ្រប់ស្ថាប័នគ្រប់ក្រសួងដើម្បីជួយអន្តរាគមន៍ដល់ពួកគាត់ដោយមិនខ្លាចនឿយហត់ត្រូវចំណាយថវិកាផ្ទាល់ខ្លួនអស់រយៈពេលជាង10ឆ្នាំមកហើយពួកគាត់បានមកដល់ក្រសួងមហាផ្ទៃខុទ្ទកាល័យសម្ដេចតេជោហ៊ុនសែនក្រសួងរៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយាដីដែលពេលរាល់ដងដាក់ឯកសារសុំក្រសួងបានពិនិត្យហើយនិរាកររាល់ភាគីដែលពាក់ព័ន្ធទៅនឹងប្រឡាយដែលជាសម្បត្តិសាធារណៈរបស់រដ្ឋនោះដើម្បីឲ្យពលរដ្ឋបានធ្វើជាផលប្រយោជន៍រួមពលរដ្ឋបានបន្តឲ្យដឹងទៀតថាខាងក្រសួងពាក់ព័ន្ធគេអនុញ្ញាតឲ្យពលរដ្ឋអស់ហើយដោយឡែកខាងអាជ្ញាធរឃុំស្រុកមិនអនុញ្ញាតឲ្យពួកគាត់នោះទេប្រសិនបើចង់នោះតើតែទិញដីនោះបានធ្វើបានពួកគាត់មិនដឹងថាត្រូវទិញដីប្រឡាយដែលជាសម្បត្តិសាធារណៈរបស់រដ្ឋពីអ្នកណានោះទេពួកគាត់សូមឲ្យអាជ្ញាធរជួយប្រាប់ពួកគាត់ផងថាតើទិញដីប្រឡាយជាសម្បត្តិរបស់រដ្ឋនោះពីអ្នកណាជុំវិញរឿងខាងលើពលរដ្ឋបានលើកឡើងថាអ្នកផ្សេងចាក់ដីនឹងធ្វើអ្វីៗបានតាមចិត្តចំពោះពួកគាត់មានដីជាប់នឹងដែលមិនអាចចាក់ដីនឹងធ្វើអ្វីៗបានដូចគេអញ្ចឹងឲ្យតែពួកគាត់ធ្វើគឺមានខាងអាជ្ញាធរសមត្ថកិច្ចមកហាមឃាត់ភ្លាមពួកគាត់ឆ្ងល់ថាពលរដ្ឋដូចគ្នាសោះមួយធ្វើបានមិនមួយទៀតធ្វើមិនបានហេតុអ្វីជុំវិញការចោទប្រកាន់ពលរដ្ឋខាងលើនេះលោកហ៊ីធួអភិបាលនៃគណៈអភិបាលស្រុកពីរាំងបានប្រាប់សារព័ត៌មានយើងថាពាក់ព័ន្ធនឹងករណីដីមានទំនាស់នោះឯកសារមានទាំងអស់ទៅដល់គណៈកម្មាធិការថ្នាក់ខេត្តអស់ហើយគេនឹងកំពុងរៀបចំដោះស្រាយជូនពលរដ្ឋហើយលោកហ៊ីធួអភិបាលស្រុកពីរាំងបានបញ្ជាក់ថាបើយោងតាមឯកសារគឺគ្មានប្រឡាយនោះទេដោយដីដែលពួកគាត់ស្នើសុំគឺមានដីគេនៅខាងមុខហើយដីដែលអ្នកផ្សេងចាក់ដីនោះគឺពួកគាត់មានប្លង់អស់ហើយបន្ទាប់មកលោកហ៊ីធួអភិបាលស្រុកពីរាំងបានឲ្យអ្នកសារព័ត៌មានយើងជួបជាមួយម្ចាស់ដីនៅខាងមុខភ្នាក់ងារព័ត៌មានបានធ្វើតាមលោកអភិបាលហើយបានតែតាមទូរស័ព្ទទៅម្ចាស់ដីនៅពេលនោះគាត់បានឆ្លើយថាគាត់មិនចង់ជួបជាមួយអ្នកសារព័ត៌មានទេក្រោយមកម្ចាស់ដីក៏បានទូរស័ព្ទមកបានរៀបរាប់ឲ្យដឹងថាគឺគាត់មានដីនៅខាងមុខពិតប្រាកដមែនដោយប្រឡាយនឹងផ្លូវរទេះគោគឺនៅខាងក្រោយដីរបស់គាត់សូមបញ្ជាក់ថាមកដល់ពេលបច្ចុប្បន្ននេះខាងអាជ្ញាធរស្រុកខេត្តព្រៃវែងនៅមិនទាន់រកដំណោះស្រាយជូនពលរដ្ឋបាននៅឡើយទេពលរដ្ឋទាំងហើយហៅឲ្យសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនឯកឧត្តមជាសុផារ៉ាឯកឧត្តមអោមយន្តទៀងមេត្តាជួយដល់ពួកគាត់ជាពិសេសមានតែសម្ដេចទាំងទ្វេទេទើបអាចជួយពួកគាត់បានលោកអ្នកចូលទៅកាន់ Play Store រួចទាញយក app PIN ឥឡូវនេះលោកអ្នកនឹងទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃ PIN ព័ត៌មាននៅលើកណ្ដាប់ដៃលោកអ្នក